ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធអនុវត្តប្រកាសថ្មីចំនួន3ស្ដីពីការកំណត់មុខតំណែងក្នុងរចនាសម្ព័ន្ធនគរបាលនិងពន្ធនាគារព្រមទាំងការជ្រើសរើសនិងបណ្ដុះបណ្ដាលមន្ត្រីឲ្យបានម៉ឺងម៉ាត់រហូតដល់ឆ្នាំ2030ដោយមិនត្រូវកែប្រែគោលការណ៍ដែលបានកំណត់ឡើយ។ប្រកាសទាំង3ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី19ខែសីហាក្នុងពិធីមួយនៅក្រសួងមហាផ្ទៃដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីប្រមាណ1825នាក់ដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញប្រកាសទី1កំណត់ចំនួនមុខតំណែងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិនិងពន្ធនាគារខណៈប្រកាសទី2កំណត់ចំនួនមុខតំណែងស្នងការរងនាយរងការិយាល័យអធិការរងមេបញ្ជាការរងនិងមុខតំណែងរងផ្សេងៗនៅតាមស្នងការដ្ឋាននគរបាលរាជធានីខេត្តប្រកាសទី3កំណត់លក្ខខណ្ឌនិងនីតិវិធីសម្រាប់ជ្រើសរើសនិងបញ្ជូនមន្ត្រីរាជការព្រមទាំងសិស្សនិស្សិតនគរបាលបន្តវេនទៅចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងនិងក្រៅប្រទេសលោកសសុខាថ្លែងថាការដាក់ប្រកាសទាំងនេះគឺជាផ្នែកមួយនៃកំណែទម្រង់របស់ក្រសួងមហាផ្ទៃដើម្បីពង្រឹងអភិបាលកិច្ចលើកកម្ពស់ប្រសិទ្ធភាពការងារនិងរៀបចំការគ្រប់គ្រងធនធានមនុស្សឲ្យសមស្របតាមផែនការយុទ្ធសាស្ត្ររយៈពេល5ឆ្នាំពីឆ្នាំ2026ដល់ឆ្នាំ2030លោកបានសង្កត់ធ្ងន់ថាគ្រប់អង្គភាពពាក់ព័ន្ធត្រូវអនុវត្តប្រកាសទាំង3ឲ្យបានតឹងរឹងនិងរក្សាគោលការណ៍ដើមរហូតដល់ឆ្នាំ2030ដោយមិនត្រូវធ្វើការកែប្រែឡើយលោកបានចាត់ទុកការកសាងសមត្ថភាពវិជ្ជាជីវៈនិងការរៀបចំមន្ត្រីបន្តវេនឲ្យមានប្រព័ន្ធច្បាស់លាស់ថាជាកត្តាសំខាន់សម្រាប់បង្កើនប្រសិទ្ធភាពការងាររបស់ស្ថាប័ននិងការផ្តល់សេវាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋក្រមប្រកាសថ្មីចំនួនមុខតំណែងរងនៅក្នុងអង្គភាពនគរបាលជាតិនិងពន្ធនាគារត្រូវបានកំណត់ជាចន្លោះដើម្បីឲ្យសមស្របតាមរចនាសម្ព័ន្ធនិងតម្រូវការរបស់អង្គភាពនីមួយៗសម្រាប់ស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួនស្នងការរងក៏ត្រូវបានកំណត់ខុសគ្នាទៅតាមប្រភេទនិងទីតាំងនៃខេត្តរាជធានីភ្នំពេញអាចមានស្នងការរងចន្លោះពី14ទៅ16រូបខណៈខេត្តជាប់ព្រំដែនអាចមានចន្លោះពី12ទៅ14រូបប្រការនេះក៏បានកំណត់ថាស្នងការរងទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្សការពារអនិច្ចជននិងការងារ Gender ត្រូវជាស្ត្រីម្នាក់មន្ត្រីស្រីក៏ត្រូវបានកំណត់ឲ្យមានក្នុងមុខតំណែងមួយចំនួនផ្សេងទៀតដូចជានាយរងការិយាល័យអធិការរងនគរបាលនិងមេបញ្ជាការរងចំណែកការបណ្ដុះបណ្ដាលមន្ត្រីត្រូវរៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងជំនាញនិងសមត្ថភាពវិជ្ជាជីវៈព្រមទាំងផ្ដល់ឱកាសឲ្យមន្ត្រីទទួលបានបទពិសោធន៍ជាតិនិងអន្តរជាតិក្រសួងមហាផ្ទៃបានបញ្ជាក់ថាការអនុវត្តប្រកាសទាំង3នឹងគ្របដណ្ដប់លើមន្ត្រីនគរបាលជាតិមន្ត្រីពន្ធនាគារមន្ត្រីរាជការស៊ីវិលរបស់ក្រសួងនិងសិស្សនិស្សិតនគរបាលបន្តវេនលោកសសុខាបានភ្ជាប់កំណែទម្រង់ធនធានមនុស្សនេះទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលដែលលោកថាបានដាក់មនុស្សជាអាទិភាពសំខាន់ក្នុងការអភិវឌ្ឍប្រទេសការដាក់ចេញបទបញ្ញត្តិថ្មីទាំងនេះកើតឡើងនៅពេលក្រសួងមហាផ្ទៃកំពុងជំរុញកំណែទម្រង់រចនាសម្ព័ន្ធនិងការគ្រប់គ្រងធនធានមនុស្សដោយផ្ដោតលើការកំណត់តួនាទីមន្ត្រីការអភិវឌ្ឍសមត្ថភាពនិងការរៀបចំកម្លាំងបន្តវេនសម្រាប់រយៈពេលរហូតដល់ឆ្នាំ2030